គឺជាបច្ចេកទេសមួយដែលយើងធ្វើការព្យាបាលការឈឺចាប់ផ្សេងជាពិសេសគឺនៅត្រង់តាគៀករបស់ស្ត្រីក្នុងពេលពពោះឬក៏ក្រោយពេលសម្រាលចាជាទូទៅការឈឺចាប់ទាំងឡាយយើងប្រើប្រាស់ថ្នាំដើម្បីបន្ថយការឈឺចាប់ប៉ុន្តែបច្ចេកទេសអូសូប៉ាទីនេះគឺយើងប្រើប្រាស់ការព្យាបាលដោយដៃថាស្វែងរកលំនឹងនៃសរីរាង្គផ្សេងឬក៏នេះឆ្អឹងតាគៀកម្ដាយហ្នឹងគឺថាឲ្យនៅក្នុងស្ថានភាពដោយការពីមុនសម្រាលយើងឃើញថាស្ត្រីនៅពេលគាត់សម្រាលកូនហើយ99%គឺមានការជាប់គាំងនៅក្នុងឆ្អឹងសន្លាក់របស់ត្រគាកគាត់អញ្ចឹងដោយសារតែការសម្រាលតាមធម្មជាតិហ្នឹងជាទូទៅគឺវាមានការធូរនៅសរសៃដែលចងឆ្អឹងតាគៀកអញ្ចឹងវាធ្វើឲ្យតាគៀកហ្នឹងវាលាវាហើបវាអីអញ្ចឹងនៅពេលដែលក្រោយសម្រាលហើយ99%នៃស្ត្រីគឺមានបញ្ហាជាប់ឆ្អឹងតាគៀកហ្នឹងដែលធ្វើឲ្យគាត់មានការឈឺការព្យាបាលហ្នឹងគឺយើងជាបឋមគឺយើងធ្វើការសួរនាំអ្នកជំងឺតើគាត់មានការសម្រាលហ្នឹងដោយមធ្យោបាយធម្មជាតិឬវះកាត់ហើយយើងនឹងធ្វើតេស្តជាបឋមថាការជាប់គាំងហ្នឹងគឺជាប់គាំងហ្នឹងវាជាប់របៀបម៉េចហើយការព្យាបាលរបស់យើងគឺយើងមានតិចនិចទៅតាមបញ្ហាដែលយើងរកឃើញចាអញ្ចឹងតិចនិចដែលពួកយើងប្រើដោយដៃនេះគឺទី1វាអត់មានប្រើកម្លាំងទេហើយអត់បកកគ្រោះថ្នាក់ទៅលើម្ដាយទេគឺជាតិចនិចមួយដែលយើងប្រើការព្យាបាលដោយដៃហើយដៃហ្នឹងគឺមានសភាពស្រាលដូចជាស្លាបមេអំបៅដែលយើងប្រើទៅលើអ្នកជំងឺអញ្ចឹងហើយទម្ងន់ដែលយើងប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺគឺក៏ស្រាលដែរគឺនៅក្នុងទម្ងន់មួយដែលថាអ្នកជំងឺមិនអាចដឹងបានថាយើងកំពុងតែសកត់ឬអីទេគឺគ្រាន់តែជាការស្ទាបឬនឹងប៉ះចា